សហព័ន្ធខ្មែរកម្ពុជាក្រោមសូមជូនកម្រងឯកសារប្រវត្តិសាស្ត្រខ្មែរក្រោមជាននម៉ាឯកសារនេះជាកញ្ចក់ឆ្លុះបញ្ចាំងអំពីប្រវត្តិសង្ខេបរបស់ជនជាតិកំណើតដើមខ្មែរក្រោមដែលបានរស់នៅលើទឹកដីហ្វូណនឬកម្ពុជាក្រោមមុនគេបង្អស់ហើយក៏កំពុងរស់នៅលើទឹកដីរបស់ខ្លួនតាំងពីដើមរហូតមកទល់បច្ចុប្បន្នសូមបញ្ជាក់ថាឯកសារនេះគ្រាន់តែជាបំណែកដ៏តូចមួយដែលបានច្រោះចេញពីទំព័រក្រាំងមាសសាវតាខ្មែរដោយក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រសហព័ន្ធខ្មែរកម្ពុជាក្រោមដើម្បីជាឧទាហរណ៍សម្រាប់ទ្រទ្រង់មោទនភាពជាតិនិងសតិសម្បជញ្ញៈជាតិហើយក៏ជាប្រទីបសម្រាប់បំភ្លឺកុលបុត្រនិងកុលធីតាខ្មែរជាពិសេសគឺកុលបុត្រកុលធីតាខ្មែរកំណើតនៅកម្ពុជាក្រោមឲ្យស្វែងយល់អំពីប្រវត្តិសាស្ត្រប្រចាំជាតិខ្លួនឯងនិងមហាសោកនាដកម្មដែលមានទំហំរបស់ខ្លួនបានឆ្លងកាត់កន្លងមកនិងកំពុងកើតមានក្នុងពេលបច្ចុប្បន្នពលអត់សាសនាអាចចោលឈ្លានពានពួកឯងសាហាវណាស់ខ្វាយគ្រប់ចំនួននឹងសងសឹកនឹងឲ្យអញមិនខានទេអាចចោលឈ្លានពានអាចចោលយងឈ្លានពានទឹកដីខ្មែរហេតុអីបានជាឯងយកមនុស្សមកដុតទាំងរូបបែបនេះខ្មែរបានអត់ទឹកដីឯងជូនមកស្រុកនោះហើយឥឡូវឯងធ្វើបាបខ្មែរយ៉ាងនេះឬឯងមានថ្ងៃណាមួយក៏ទេវតាបរំទាឯងទេអាយុបកប្រាំអាយុធម្មជាតិអាយុឈ្លានពានអាយុកាច់សាហាវអាយុទេរឆានលោកម្ចាស់ដល់ពេលដាក់ពួកវាហើយយ៉ាងម៉េចបកកាយជេរអស់ចិត្តហើយនៅបើអស់ចិត្តហើយដល់ពេលអញម្ដងហើយវើយអាដឹកបាទដឹកអងលើងអញឃ្លានតែណាវើយឆាប់ដុតភ្លើងព្រាមទៅអាយុចំសៀតខ្មែររាប់លាននឹងចងចាំសងសឹកឯងមិនខានទេឯងចាំមើលទៅអាដឹកឯងដាច់ព្រាមទៅឯងនោះចាំនរណាទៀតស្ងៀមកុំរើប្រយ័ត្នចំពោះតែអង្គរបស់អញវិញជំនីកព្រៃតែងប្រវែង53អនុសាវរីយ៍ជួបដោយលោហិតពីមាត់ជ្រូកទល់នឹងពីមសមុទ្រខ្មែរត្រូវកប់ត្រឹមកដុតប្រវត្តិយួនតាមតែអង្គទិដ្ឋភាពភ្លើងក្តៅសរសៃកុនត្រាំងយួនស្ដីដាំងកុំរើកុំពុបតែអង្គក្បាលខ្មែរច្រើនពាន់ត្រូវដាំតែអង្គនៅក្នុងរាជយួនយ៉ាឡុង18 13 20យកមកលឿនមកយើងកំពុងស្រេចទឹកអើយចេញពីសាអងឡើងពីសាឆ្ងាញ់ទេអងលើងយកក្បាលខ្មែរមកដាំតែឆ្ងាញ់មែនតើ